អតីតប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ5ឆ្នាំខណៈសំណុំរឿងក្បត់ជាតិអាចឈានដល់ទោសប្រហារជីវិតអតីតប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ5ឆ្នាំខណៈសំណុំរឿងក្បត់ជាតិអាចឈានដល់ទោសប្រហារជីវិតប្រព័ន្ធយុត្តិធម៌កូរ៉េខាងត្បូងបានឈានដល់របបថ្មីមួយទៀតនៅពេលដែលតុលាការក្រុងសេអ៊ុលបានប្រកាសសាលក្រមផ្តន្ទាទោសអតីតប្រធានាធិបតីលោកយុនសុយុលឲ្យជាប់ពន្ធនាគាររយៈពេល5ឆ្នាំក្នុងសំណុំរឿងរំលោភអំណាចនេះគ្រាន់តែជាការចាប់ផ្ដើមនៃព្យុះភ្លៀងផ្នែកយុត្តិធម៌ប៉ុណ្ណោះខណៈដែលលោកនៅមានសំណុំរឿងធំចំនួន3ផ្សេងទៀតកំពុងរងចាំជាពិសេសបទចោទក្បត់ជាតិយោងតាមប្រភពសារព័ត៌មាន BBC ដែលចុះផ្សាយនៅថ្ងៃសុក្រទី16ខែមករាឆ្នាំ2026នេះតុលាការបានសម្រេចថាលោកយុនសុយុលមានទោសក្នុងបទចោទប្រកាន់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងប្រកាសច្បាប់អញ្ញសិទ្ធិក្នុងអំឡុងពេលខែធ្នូឆ្នាំ2024ចំណុចសំខាន់នៃសាលក្រមរួមមានទី1ការរំលោភអំណាចគឺលោកប្រើប្រាស់កម្លាំងសន្តិសុខប្រធានាធិបតីដើម្បីរារាំងការចាប់ខ្លួនរូបលោកផ្ទាល់ទី2ការរំលោភនីតិវិធីរដ្ឋធម្មនុញ្ញគឺលោកបានប្រកាសច្បាប់អញ្ញសិទ្ធិដោយមិនបានពិគ្រោះយោបល់ជាមួយគណៈរដ្ឋមន្ត្រីតាមច្បាប់កំណត់ទី3ការក្លែងបន្លំឯកសារសាធារណៈគឺការរៀបចំនិងបំផ្លាញឯកសារក្លែងក្លាយដែលអះអាងថានាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិបានយល់ព្រមលើការប្រកាសច្បាប់អញ្ញសិទ្ធិយោងតាមប្រភពពីអัยការបានបញ្ជាក់ថាដោយសារចង់ចោទគ្មានការសោកស្ដាយចំពោះកំហុសទើបយើងបានស្នើឲ្យតុលាការផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់10ឆ្នាំសម្រាប់បទល្មើសរារាំងយុត្តិធម៌និងការប្រើអំណាចរំលោភច្បាប់នេះទោះបីជាអัยការបានទាមទារឲ្យផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់10ឆ្នាំដោយសារលោកមិនបង្ហាញការសោកស្ដាយក៏ដោយក៏លោកយុនសុយុលនៅតែប្រកាន់ចំហបដិសេធរាល់បទចោទប្រកាន់លោកយុនសុយុលបានមានប្រសាសន៍ការពារខ្លួនតាមរយៈមេធាវីថាដែលការចាប់ខ្លួនរូបលោកគឺមិនត្រឹមត្រូវតាមច្បាប់ឡើយហើយអំណាចពិសេសដែលប្រធានាធិបតីមានសិទ្ធិប្រើក្នុងស្ថានភាពគ្រាអាសន្នមិនតម្រូវឲ្យមានការយល់ព្រមពីសមាជិកគណៈរដ្ឋមន្ត្រីគ្រប់រូបនោះទេអ្វីដែលពិភពលោកកំពុងតាមដានបំផុតគឺសំណុំរឿងក្បត់ជាតិដែលគ្រោងនឹងចេញសាលក្រមនៅខែកុម្ភៈដ៏ខ្លីខាងមុខនេះអัยការបានស្នើឲ្យតុលាការដាក់ទោសប្រហារជីវិតលើរូបលោកក្រោមបទចោទថាបានប្រើប្រាស់កម្លាំងយោធាបិទគប់សភានិងប៉ុនប៉ងចាប់ខ្លួនប្រធានសភាដើម្បីរារាំងដំណើរការប្រជាធិបតេយ្យបើយោងតាមប្រវត្តិសាស្ត្រនយោបាយកូរ៉េខាងត្បូងកាលពីមុនក៏ធ្លាប់មានអតីតប្រធានាធិបតីជាប់ពន្ធនាគារផងដែរដូចជាលោកជុនដូហ្វាន់ធ្លាប់ត្រូវបានកាត់ទោសប្រហារជីវិតពីបទក្បត់ជាតិកាលពីឆ្នាំ1979ក្រោយមកបដូរមកជាប់ពន្ធនាគារអស់មួយជីវិតនិងត្រូវបានលើកលែងទោសលោកស្រីប៉ាកឹនហេកាលពីឆ្នាំ2021ត្រូវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធនាគារ20ឆ្នាំពីបទពុករលួយនិងរំលោភអំណាចក្រោយមកទទួលបានការអភ័យទោសទោះបីជាការប៉ុនប៉ងប្រកាសច្បាប់អញ្ញសិទ្ធិរបស់លោកយុនសុយុលនាំឲ្យមានការតវ៉ាពីមនុស្សរាប់ម៉ឺននាក់និងនាំឲ្យលោកអ៊ីជេមយ៉ុងមេបកប្រឆាំងជាប់ឆ្នោតជាប្រធានាធិបតីថ្មីក៏ដោយប៉ុន្តែសង្គមកូរ៉េនៅតែមានភាពបែកបាក់យោងតាមការស្ទង់មតិកាលពីខែធ្នូឆ្នាំ2025ប្រជាជនកូរ៉េខាងត្បូងជិត 30% នៅតែមិនជឿថាសកម្មភាពរបស់លោកយុនសុយុលគឺជាការក្បត់ជាតិឡើយដោយសារពួកគេចាត់ទុកលោកគឺជាវីរបុរសដែលលះបង់ដើម្បីទប់ស្កាត់ឥទ្ធិពលកូរ៉េខាងជើងខ្ញុំមុនីវ៉ាន់ពី RT News